សួស្តីអ្នកនរគ្នាជាមួយខ្ញុំម្ដងទៀតហើយនៅក្នុង Channel VHS សម្រាប់រឿងមុននឹងចូលដល់សាច់រឿងបន្ទាប់សូមអ្នកនរគ្នាជួយចុច Like Subscribe ហើយនិងចុចសញ្ញាកណ្ដឹងមុននឹងទទួលបានវីដេអូបន្ទាប់អញ្ចឹងយើងមកចូលសាច់រឿងថ្មីរបស់យើងនៅដើមសាច់រឿងដំបូងយើងឃើញមាននារីម្នាក់ដែលមានសក់ក្រហមកំពុងនៅក្នុងសមរភូមិដែលមានមនុស្សស្លាប់ជាច្រើនដែលក្តីអស់សង្ឃឹមពេលនោះនាងស្រាប់តែដួលដោយសារតែរបួសនិងភាពអស់កម្លាំងដោយកែវភ្នែកក្រឡេកទៅមើលសាកសពកងទ័ពទាំងនោះហើយគិតក្នុងចិត្តមុននឹងស្លាប់ថានៅទីបញ្ចប់គ្រប់គ្នាស្លាប់អស់ហើយនាងក៏បាននិយាយក្នុងចិត្តបន្តទៀតថាវាជាវាសនានិងបណ្ដាសារបស់ខ្ញុំតើការធ្វើម្ដងហើយម្ដងទៀតតែគ្មានទីបញ្ចប់នៃសេចក្តីស្លាប់និងការចងចាំពីអតីតកាលរបស់ខ្ញុំបានរស់នៅរយៈពេល1000ឆ្នាំមកហើយខ្ញុំធ្លាប់ជាអ្នកជំនាញខាងវេទមន្តដ៏អស្ចារ្យម្នាក់ហើយក៏ធ្លាប់ជាអ្នកជំនាញខាងដៃជាតន្ត្រីករជាវិចិត្រករជាងដៃជាគ្រូពេទ្យជាសេដ្ឋីឬសូម្បីតែជាទេសកលហើយខ្ញុំពិតជាធុញទ្រាន់នឹងអ្វីៗគ្រប់យ៉ាងហើយខ្ញុំក៏មិនចង់ដឹងនឹងលើកទាំងម្រាមដៃមួយផងជីវិតទី54របស់ខ្ញុំចង់ក្លាយជាមនុស្សដ៏ខ្ជិលច្រអូសម្នាក់ហើយនេះគឺជាការបើកសាច់រឿងដំបូងរបស់យើងដែលមានចំណងជើងថា The Lady Need the Bread ដោយចំណងជើងជាភាសាខ្មែរថាការសម្រាករបស់ព្រះនាងតោះចូលមកកាន់ភាគ1នៃសាច់រឿងដំបូងយើងឃើញមានភូមិគ្រឹះមួយខ្នងដែលក្រឡេកទៅក្នុងបន្ទប់មានឃើញមនុស្សស្រីម្នាក់កំពុងគេងសន្លប់នៅជិតគ្រែរបស់នាងហើយនាងគឺជាតួឯកស្រីរបស់យើងដែលជាការចាប់ជាតិឡើងវិញក្នុងរឿងកាយក្មេងស្រីដែលមានឈ្មោះថា Lubina ប្រាប់តែពេលនោះនាងបានភ្ញាក់ពីការសន្លប់មកវិញហើយក៏អកជាខ្លាំងនៅពេលសម្រួលអារម្មណ៍រួចនាងក្រឡេកទៅមើលទស្សនវិជ្ជានៅជុំវិញខ្លួននាងហើយ Lubina បាននិយាយនៅក្នុងចិត្តថាតែនេះគឺជាជីវិតទី54របស់ខ្ញុំតែមែនទេនៅពេលនិយាយរួចនាងក៏ឡើងទៅលើគ្រែរបស់នាងហើយដកដង្ហើមធំបន្តិចរួចនិយាយម្នាក់ឯងថាខ្ញុំពិតជាធុញទ្រាន់ខ្លាំងណាស់ពេលនោះស្រាប់តែមាននរណាម្នាក់បានហៅទទួលឯកស្រីរបស់យើងថា Rubina ក៏ប៉ុន្តែលូណានាងមិនបានខ្វល់នឹងអ្នកហៅឈ្មោះរបស់នាងទេហើយនាងក៏បានគិតនៅក្នុងចិត្តបន្តទៀតថាលើកនេះខ្ញុំនឹងរស់នៅជាមនុស្សដ៏ខ្ជិលច្រអូម្នាក់ខ្ញុំពិតជាត្រូវការសម្រាប់ស្រីដែលបានហៅឈ្មោះរបស់តួឯកស្រីរបស់យើងនាងគឺជាម្ដាយចុងរបស់ Rubia ស្ត្រីនោះបានសួរទៅកាន់តួឯកស្រីយ៉ាងថាតើមានរយៈពេលប៉ុន្មានហើយដែលអ្នកទៅតែបន្តដេកបែបនេះទៀតហើយស្ត្រីជាម្ដាយចុងរបស់ Rubia បានបន្តទៀតថាអ្នកពិតជាដូចទៅនឹងម្ដាយរបស់អ្នកណាស់ជាមនុស្សទន់ខ្សោយហើយក៏ជាមនុស្សដែលគ្មានប្រយោជន៍ដែរតួឯកស្រីរបស់យើងមិនបានតបតអ្វីឡើយគ្រាន់តែមើលមុខម្ដាយចុងរបស់នាងហើយគិតនៅក្នុងចិត្តថាពេលខ្ញុំភ្ញាក់ពីគេងភ្លាមខ្ញុំឆ្ងល់ថាមនុស្សប្រភេទណាដែលធ្វើសម្លេងបែបនេះចុងរបស់ Rubia នាងបានស្រែកទៅតួឯកស្រីរបស់យើងថា Rubia តែអ្នកកំពុងមើលអ្វីម្ដាយចុងរបស់នាងក៏បានបន្តទៀតថាអ្នកមិនអាចក្រោកឡើងឥឡូវនេះបានដែរទេទោះជាអ្នកគ្រុនក្តៅធ្វើឲ្យអ្នកឈឺក្បាលក៏ដោយតួឯកស្រីរបស់យើងនាងបានតបទៅម្ដាយចុងរបស់នាងថាសូមស្ងាត់បន្តិចតើបានទេនិយាយចាប់ធ្វើឲ្យទឹកមុខម្ដាយចុងរបស់នាងមានការភ្ញាក់ផ្អើលជាខ្លាំងអញ្ចឹងយើងនិយាយត្រួសពីជីវប្រវត្តិរបស់ក្មេងស្រីដែលការចងចាំរបស់នាងបន្តិចឈ្មោះរបស់នាងគឺ Rubia the Girl មានអាយុ18ឆ្នាំការស្លាប់របស់នាងដោយសារជំងឺគ្រុនក្តៅស្លាប់នៅក្នុងបន្ទប់ម្នាក់ឯងនាងជាអ្នកនាងនៅក្នុងគ្រួសារលោកសិននៃចក្រយើងចូលមកសាច់រឿងយើងវិញតួឯកស្រីយើងបន្ទាប់ពីការស្លាប់របស់នាងបានចូលមកក្នុងរាងកាយរបស់ក្មេងស្រីម្នាក់នោះតួឯកស្រីរបស់យើងនាងបានគិតនៅក្នុងចិត្តនាងថានាងគឺជាអ្នកនៅក្នុងគ្រួសារអភិជនមួយអញ្ចឹងវារៀងពិបាកបន្តិចដើម្បីខ្លាចទៅជាមនុស្សខ្ជិលម្នាក់តែបើកលេចទៅម្ដាយចុងរបស់តួស្រីរបស់យើងវិញមានការខឹងជាខ្លាំងហើយនិយាយទៅកាន់រូបយានថាតើអំបញ្ញវិញនេះអ្នកនិយាយពីអីក៏ប៉ុន្តែតួឯកស្រីមិនបានខ្វល់ពីការនិយាយរបស់ម្ដាយចុងទេនាងបានគិតម្ដងទៀតថាក្រៅពីនេះវាជារឿងធម្មតារបស់ម្ចាស់រូបរាងដើមតែត្រូវអ្នកបម្រើមិនអើពើហើយមានម្ដាយចុងតែជាមនុស្សខុសខើនិងកូនប្រុសច្បងដ៏គ្មានបេះដូងរបស់គាត់មានប្អូនស្រីអាត្មានិយមម្នាក់ទៀតហើយមានឪពុកបង្កើតរបស់នាងដែលមិនអើពើជាមួយនឹងគ្រួសារវាគឺជាគ្រួសារមួយដែលគ្មានសុភមង្គលទាល់តែសោះដោយមិនបានការឆ្លើយតបម្ដាយចុងបានស្រែកទៅកាន់តួឯកស្រីយ៉ាងថារូបយ៉ាតួឯកស្រីមិនបានខ្វល់ហើយគិតនៅក្នុងចិត្តបន្តទៀតថាឥឡូវនេះខ្ញុំកំពុងជួបបញ្ហាធំតែបើមើលទៅម្ដាយចុងរបស់នាងមានការខឹងជាខ្លាំង